ជំរាបសួរប្រិយមិត្តជាទីមេត្រីបានខ្ញុំឈ្មោះសេងរដ្ឋាហើយខ្ញុំចង់ចែករំលែកចំណេះដឹងខ្លះតាក់ទងទៅនឹងវិស័យព្រះពុទ្ធសាសនាបាទអញ្ចឹងសូមបន្តសេចក្តីបន្តិចតាក់ទងនឹងអំពីពាក្យថាព្រះពុទ្ធសាសនាបាទតើព្រះពុទ្ធសាសនាគឺជាអ្វីបាទយើងដឹងហើយពាក្យថាសាសនាហ្នឹងគឺយើងអាចប្រែថាពាក្យបណ្ដាំពាក្យព្រានប្រដៅជាសម្បត្តិជាការណែនាំការទូនមានជាដើមបាទនេះគឺពាក្យថាសាសនានៅក្នុងនោះយើងឃើញមានពាក្យថាពុទ្ធៈមួយទៀតពុទ្ធៈហើយបានមានសាសនាអញ្ចឹងពុទ្ធៈនេះប្រែថាត្រាស់ដឹងបាទត្រាស់ដឹងភ្ញាក់ពីអីភ្ញាក់ពីការមិនដឹងភ្ញាក់ពីអវិជ្ជាអញ្ចឹងពុទ្ធសាសនាមែនតែនទៅបើយោងទៅតាមបញ្ញវន្តឋានៈខ្ពស់គេមិនហៅថាសាសនាទេគេហៅថាជាទស្សនៈវិទ្យាទៅវិញនៅក្នុងទ្រឹស្ដីរបស់ព្រះពុទ្ធដែលមានអត្ថន័យបង្រៀនជ្រាលជ្រៅតាក់ទងនឹងជីវិតប្រចាំថ្ងៃគឺគេហៅថាទស្សនវិជ្ជាអញ្ចឹងព្រះពុទ្ធជាទស្សនវិទូមិនមែនជាមេដឹកនាំសាសនាបាទតើការប្រតិបត្តិយល់ច្រឡំនោះដូចម្ដេចទៅបាទគឺប្រតិបត្តិយល់ច្រឡំដោយសារតែយើងធ្វើការប្រតិបត្តិតាមជំនឿតគ្នាតាមប្រពៃណីឧទាហរណ៍ថាយើងចង់បានសេចក្តីសុខកើតចេញមកពីគំនិតយើងចិត្តគំនិតយើងកាយកម្មវិច័យកម្មមនោកម្មរបស់យើងពីខាងក្នុងប៉ុន្តែយើងយល់ខុសទៅជាសុំសេចក្តីជំនួយខាងក្រៅដូចជាអុជធូបអុជទៀនបួងសួងសុំកម្លាំងខាងក្រៅធ្វើឲ្យយើងភ្លេចប្រតិបត្តិល្អខ្លួនឯងបាទនេះដោយសារតែយើងមានការយល់ច្រឡំដូចនេះចុះអ្នកប្រតិបត្តិត្រូវគឺគាត់ប្រតិបត្តិទៅតាមគោលការណ៍ព្រះពុទ្ធសាសនាគឺតាមរយៈការកាន់សិលការធ្វើសមាធិនាំឲ្យកើតបញ្ញាគឺថ្នាក់បញ្ញាវិបស្សនាឲ្យយើងស្គាល់នៅសច្ចធម៌បាទអញ្ចឹងទី1កម្រិតបរិយ័តទី2កម្រិតបដិបត្តិនិងទី3កម្រិតបដិវេធៈបាទតើអ្វីទៅកម្រិតបរិយ័តនោះគឺយើងត្រូវសិក្សារៀនសូត្រទន្ទិញឲ្យចាំទ្រឹស្ដីដែលជាគោលការណ៍បង្រៀនរបស់អ្នកត្រាស់ដឹងគឺព្រះពុទ្ធហ្នឹងគេឲ្យchúng taបរិយ័តមានរៀនធម៌រៀនបាលីរៀនធម្មៈអីរៀនវិន័យអីជាដើមហ្នឹងគេឲ្យឈ្មោះថាបរិយ័តទិញឲ្យចាំឲ្យចេះដឹងច្រើននៅពេលដែលយើងបានកម្រិតហ្នឹងហើយកម្រិតទី1ហើយយើងឈានដល់កម្រិតទី2គឺយកទ្រឹស្ដីដែលយើងចងចាំនៅក្នុងmemory របស់យើងហើយហ្នឹងយើងយកទៅប្រតិបត្តិមានន័យថាអនុវត្តធ្វើតាមនៅគោលការណ៍ធ្វើតាមនៅទ្រឹស្ដីនៅទស្សនវិជ្ជាហ្នឹងធ្វើតាមនៅការបង្រៀនហ្នឹងទៅធ្វើឲ្យយើងបានសម្រេចផលគេឲ្យឈ្មោះថាបដិវេធៈហ្នឹងគឺមានន័យថាសម្រេចឬក៏យើងចាក់ធ្លុះឬមួយក៏យើងនិយាយថាយើងបានទទួលនៅផលផ្លែផ្កាដែលយើងប្រតិបត្តិគឺមានន័យថាបានសេចក្តីសុខបានសេចក្តីចម្រើនបានជោគជ័យបានសុខបានស្ងប់ជាដើមបាទនេះគឺជាការប្រតិបត្តិដែលមាន3កម្រិតនេះបាទនេះគឺជាបំណងដែលខ្ញុំចង់ចែករំលែកនៅក្នុងការប្រតិបត្តិព្រះពុទ្ធសាសនានៅក្នុងសង្គមរបស់យើងក្នុងសម័យបច្ចុប្បន្នបាទ